សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំចង់បង្ហាញពីការរបៀបបង្កើត folder ហើយនិងរបៀប move file to folder ជាដំបូងខ្ញុំចង់បង្ហាញពីរបៀបបង្កើត folder បាទដើម្បីបង្កើត folder បានយើងត្រូវចូលទៅក្នុង Google Drive ហើយរើសពាក្យ new button បន្ទាប់ទៀតយើងឃើញពាក្យថា folder បាទហើយមកទៀតនឹងដាក់ឈ្មោះឲ្យ folder របស់យើងបាទហើយបន្តមកទៀតយើងចុចពាក្យថា create ដល់ពេលហ្នឹងយើងនឹងបាន folder មួយដែលស្ថិតនៅក្នុង Google Drive បន្តមកទៀតហើយខ្ញុំបង្ហាញពីរបៀបmove file to folder វិញម្ដងបាទឥឡូវនេះយើងជ្រើសរើស file មួយក្នុងចំណោម file ទាំងអស់ដែលយើងចូលចិត្តហើយយើងចុចលើវាមកបាទហើយយើង right click ទៅលើវាយកពាក្យថា move to បាទជ្រើសរើស folder របស់យើងដែលបានបង្កើតមិញហ្នឹងបាទហើយយើងចុចលើវាមកហើយយើងចុចពាក្យថា move ជាការស្រេចបាទឥឡូវយើងមើលហើយយើងឃើញfolder របស់យើងបាទនេះបាទយើងឃើញ file មួយដែលចូលនៅក្នុង folder របស់យើងបាទឥឡូវចាប់ហើយបាទសូមអរគុណបាទ